ស៊ូមជូនរឿងទុកសោករបស់ពួកបណ្ដាសារបស់រីសឺកាលពីព្រេងនាយមានស្ដេចនាគមួយអង្គព្រះនាមនាគរាជទ្រង់មានមោទនភាពនិងប្រាជ្ញារបស់ទ្រង់ខ្លាំងណាស់តើមានអ្វីទៀតដែលខ្ញុំត្រូវរៀនពីមនុស្សទាំងនេះទោះជាយ៉ាងណាក៏ដោយទ្រង់បានលួចយកគម្ពីរពិសិដ្ឋរបស់ឥសីមួយអង្គគាត់ជឿថាចំណេះដឹងរបស់ពួកគឺអស្ចារ្យជាងចំណេះដឹងរបស់មនុស្សទៅទៀតឥសីព្រះនាមព្រះឫសបានដឹងភ្លាមថាគម្ពីរនោះបាត់ព្រះឫសខឹងយ៉ាងខ្លាំងចំពោះអំពើឆ្មើងឆ្មៃរបស់ស្ដេចនាគអ្នកបានលួចនៅអ្វីដែលពិសិដ្ឋចូលទទួលទោសរបស់អ្នកចោះព្រះឫសបានបោះបង់បណ្ដាសាទៅលើនាគរាជរស្មីរបស់នាគរាជចាប់ផ្ដើមរសាត់បាត់ទ្រង់ត្រូវបានដកហូតនៅភាពរុងរឿងរបស់ទ្រង់ហើយប្រែคล้ายទៅជាដង្កូវនាងតូចងងឹតភ្នែកទ្រង់ត្រូវបានដកហូតនៅភាពរុងរឿងរបស់ទ្រង់ហើយប្រែคล้ายទៅជាដង្កូវនាងតូចងងឹតភ្នែកជីវិតរបស់ទ្រង់ពោរពេញទៅដោយភាពភ័យខ្លាចនិងការការពារអតីតស្ដេចនាគត្រូវតែរស់នៅដោយការបរិភោគដីមិនឆ្ងាយប៉ុន្មានពីទីនោះមានកសិករចិត្តល្អម្នាក់ឈ្មោះគិសានគាត់មានការគោរពយ៉ាងជ្រាលជ្រៅចំពោះផែនដីនិងគ្រប់ជីវិតទាំងអស់នៅក្នុងដីថ្ងៃមួយកសិករគិសានបានជិតដើរជួនដង្កូវតូចមួយគាត់បានឈប់ហើយលើកដង្កូវនោះដោយថ្នមថ្នមគាត់ជឿថាគ្រប់ជីវិតទាំងអស់សូម្បីតែជីវិតដែលតូចបំផុតក៏មានតម្លៃដែរអ្នកត្រូវការដីមានជីជាតិវិញហើយគិសានបានដាក់ដង្កូវនោះទៅក្នុងដីមានជីជាតិវិញដោយប្រយ័ត្នប្រយែងទង្វើដ៏សាមញ្ញនេះបានកើតឡើងម្ដងហើយម្ដងទៀតស្ដេចនាគចាប់ផ្ដើមយល់ពីតម្លៃនៃការគោរពចំពោះជីវិតតូចតាចទ្រង់បានដឹងថាអំណាចនិងមោទនភាពរបស់ទ្រង់គឺគ្មានន័យទាល់តែសោះដោយសារភាពរៀបទៀបដែលបានរៀនសូត្របណ្ដាសាចាប់ផ្ដើមត្រូវបានលើកលែងភ្លាមនោះពន្លឺដ៏ភ្លឺចែងចាំងបានផុសចេញពីដីនាគរាជបានលេចហានវិញនៅក្នុងរូបរាងដ៏រុងរឿងរបស់ទ្រង់ទ្រង់បានដឹងគុណចំពោះកសិករដែលបានសង្គ្រោះទ្រង់អោគិសានអ្នកបានបង្រៀនខ្ញុំនៅមេរៀនមួយខ្ញុំបានរៀនថាភាពរុងរឿងមិនមែនស្ថិតនៅលើចំការមាសទេ
ตายในครึ่งแวดดงได้เคารพชีวิตទាំងអស់គិសានមានការភ្ញាក់ផ្អើលប៉ុន្តែចិត្តគាត់នៅតែសប្បុរស័ក្តិខ្ញុំគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវព្រោះគ្រប់ជីវិតទាំងអស់គឺជាផ្នែកមួយនៃផែនដីនេះស្ដេចនាគបានរើសយកគម្ពីរពិសិដ្ឋហើយមានបំណងចង់ប្រគល់វាវិញចំណេះដឹងរបស់ឥសីគឺពិតជាអស្ចារ្យខ្ញុំបានរៀនមេរៀនរបស់ខ្ញុំនាគរាជបានលាគិសានហើយត្រឡប់ទៅនិគមរបស់ទ្រង់វិញដោយមានភាពរាបទាបគិសានបានបន្តជីវិតរបស់គាត់ដ៏សាមញ្ញនិងឧស្សាហ៍ព្យាយាមព្រះឫទ្ធិបានទទួលគម្ពីររបស់ទ្រង់វិញហើយដឹងថាស្ដេចនាគបានផ្លាស់ប្ដូរហើយគាត់តែងតែចងចាំពីដង្កូវនាងនិងមេរៀនរបស់វាគ្រប់ជីវិតទាំងអស់គឺសំខាន់ណាស់នាគរាជបានគ្រប់គ្រងនិគមរបស់ទ្រង់ដោយមានភាពរាបទាបនិងប្រាជ្ញាថ្មីភាពខ្លាំងពិតប្រាកដស្ថិតនៅក្នុងការគោរពដ៏ភាពខ្សោយនិគមរបស់នាគរាជនិងស្រែចម្ការរបស់គិសានសុទ្ធតែបានរុងរឿងស្ដេចនាគបានបង្រៀនកូនរបស់ទ្រង់អំពីភាពរាបទាបមោទនភាពនាំឲ្យមានការធ្លាក់ចុះតែភាពរាបទាបនាំមកកាន់សេចក្តីសង្គ្រោះរឿងនេះបង្ហាញយើងថាមិនថាតូចឬធំទេគ្រប់ជីវិតទាំងអស់សំគួរទទួលការគោរពឥសីបានប្រទានពរទាំងនាគរាជនិងកសិករដ៏សប្បុរស័ក្តិស្ដេចនាគតែងតែមើលថែដីរបស់គិសានដោយស្ងាត់ស្ងាត់គិសានបានបន្តបង្ហាញសេចក្តីគោរពរបស់កូនចំពោះជីវិតនៅក្នុងទឹកស្ដេចនាគបានធ្វើសញ្ញាស្ងាត់ស្ងាត់ដើម្បីការពារអ្នកដែលមានចិត្តល្អការគោរពរបស់គិសានคล้ายទៅជាបណ្ដងអស់ចោលអាឡាញ់ជានិច្ចអ្នកបានលួចនៅអ្វីដែលពិសិដ្ឋចូលទទួលទោសរបស់អ្នកចុះអ្នកបានបង្រៀនខ្ញុំនៅមេរៀនមួយអ្នកត្រូវការដីមានជីជាតិវិញហើយភាពខ្លាំងពិតប្រាកដស្ថិតនៅក្នុងការគោរពដល់ភាពខ្សោយភាពខ្លាំងពិតប្រាកដស្ថិតនៅក្នុងការគោរពដល់ភាពខ្សោយ